សូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូមួយនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាលេង server Loyalty MC បាទដោយសារតែ server Loyalty របស់យើងគឺបានបាត់រូបរាងអស់ជាច្រើនថ្ងៃជាច្រើនខែមកហើយឥឡូវនេះយើងនឹងធ្វើការជួបគ្នានៅ server Loyalty season បន្ទាប់ដែលជា season ថ្មីរបស់យើងអញ្ចឹងនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបចូលក្នុង server Loyalty MC ចឹងដើម្បីអ្នកនរគ្នាចូលក្នុង server Loyalty MC បានគឺអ្នកនរគ្នាគឺត្រូវតែមាន port ហើយនិង IP ចាអញ្ចឹងសូមស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងគឺក្នុង server របស់យើងគឺលេងបែបលក្ខណៈ survivor ហើយក៏ជា survivor ធម្មតាផងដែរតែគឺមានការ claim land ដូចគ្នាអញ្ចឹងអ្នកនរគ្នាគឺបានដឹងហើយពីការ claim land ណាអញ្ចឹងដោយសារតែ server របស់យើងគឺធ្វើពាក់ព័ន្ធជាមួយនឹង claim land តែ claim land របស់យើងគឺមិនមែនប្រើពណ៌បៃតងអីទេហ្នឹងហើយយើងគ្រាន់ប្រើប៉ែមាសដើម្បីធ្វើការ claim land អញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបវាយ port ហើយនិង IP ហើយបើសិនជាអ្នកគ្នាឆ្ងល់ថាតើ port IP នៅខាងណាអ្នកគ្នាអាចក៏លេចទៅមើលខាងលើកញ្ចក់គឺប្រកាសជាឃើញ IP loyaltymc.apsara.fun. ហើយគឺយើងប្រើ62 191ចឹង port ហ្នឹងគឺនៅខាងលើស្រាប់ហើយតែខ្ញុំនឹងសរសេរឲ្យបានច្រើននៅកណ្ដាលទូរស័ព្ទដើម្បីឲ្យអ្នកគ្នាបានឃើញទាំងអស់គ្នាអូខេអញ្ចឹងឥឡូវនេះដើម្បីធ្វើការវាយ port និង IP បានអូខេយើងចាប់ដើមចូលទាំងអស់គ្នាអញ្ចឹងជាដំបូងខ្ញុំនឹងមកប្រាប់ពី Java Edition ខ្ញុំអត់មាន Bedrock ទេតែខ្ញុំមានតែ Java អញ្ចឹងឥឡូវនេះខ្ញុំមកប្រាប់អ្នកនរគ្នាពីការចូល Java តែម្ដងហើយ Java មិនថា version ណាទេចាប់ពី version 1.21.11 ចុះមកខាងក្រោមគឺយើងអាចចូលលេងក្នុង server Loyalty MC បានដូចគ្នាគឺលេងបានទាំង Bedrock លេងបានទាំង Java ហើយលេងបានទាំង all version តែម្ដងអត់តែ version ចេញថ្មីទេដូចជា version 26.1 version 26.1.3 អញ្ចឹងទៅហ្នឹងហើយប្រាប់អញ្ចឹងឥឡូវនេះយើងនឹងមកធ្វើការ add IP ហើយនឹង port ទាំងអស់គ្នាអញ្ចឹងជាដំបូងគឺអ្នកទាំងអស់គ្នាឃើញ mouse របស់ខ្ញុំទេបាទលេខលើហ្នឹងហើយគឺវាជាដៃរបស់ខ្ញុំអ្នកនេះគាត់ធ្វើការចូលមកកន្លែង multiplayer ដែលជាកន្លែងដែល add server អញ្ចឹងអ្នកនេះចូលមកកន្លែង multiplayer អ្នកនឹងឃើញតម្រង់វាស្ទទេស្អាតបែបនេះហើយអញ្ចឹងបន្ទាប់ពីកន្លែងហ្នឹងមកអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចូលមកកន្លែងពាក្យថា add server អញ្ចឹងអ្នកទាំងអស់គ្នាដែលលេង Minecraft ជាច្រើនហើយឬក៏ជាអ្នកលេងជាយូរលង់ណាស់មកហើយគេក៏ជាស្គាល់កន្លែងពាក្យថា add server ហ្នឹងបើថាមិនស្គាល់ទៀតខ្ញុំនឹងទៅដុតផ្ទះអ្នកទាំងអស់គ្នាចោលតែម្ដងចាអញ្ចឹងបន្តមកយើងធ្វើការចូលមកកន្លែង add server មកអាខាងលើនេះអ្នកគ្នាចង់ដាក់ទៅចំណាំអ្នកគ្នាចង់ដាក់ប្លែក៏បានចង់ដាក់ស្អីក៏បានដែរអញ្ចឹងមិនបាច់ចាំទៅសេតាមខ្ញុំទេអ្នកគ្នាចង់ដាក់អីដាក់ទៅស្រឡាញ់តាមចិត្តអ្នកនរគ្នាតំណែងខ្ញុំដាក់ Loyalty MC បន្តមកអ្នកនរគ្នាចូលមកកន្លែង server address ហើយខ្ញុំនឹងដាក់ server address នេះនៅចំកណ្ដាលទូរស័ព្ទតែម្ដងដើម្បីអ្នកនរគ្នាមើលឃើញអូខេអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាទទួលបាន port ហើយនឹង IP ដែលខ្ញុំបានដាក់នៅលើវីដេអូនេះហើយអ្នកនេះគ្រាន់តែធ្វើការចូលមកកន្លែងពាក្យថាសរសេរបើនេះថាអ្នកនេះសរសេរហើយអ្នកនេះគ្រាន់តែធ្វើការផាសឬក៏សរសេរទៅតាមអ្វីដែលខ្ញុំបានដាក់ឲ្យនៅខាងលើហ្នឹងទៅក៏ប៉ុន្តែជួយសិនជប់អ្នកនរគ្នាកុំឲ្យតន់ចូលទាំងបែបហ្នឹងណាអញ្ចឹងពេលខ្លះទៅអ្នកគ្នាអាចចូលបានពេលខ្លះអ្នកគ្នាចូលអត់បាននោះទេអញ្ចឹងដើម្បីបញ្ជាក់គឺយើងត្រូវការវាយ port មួយទៀត port សម្រាប់ port គឺយើងគ្រាន់តែធ្វើការចុចក្បៀសមកបែបនេះមកបន្តមក port របស់យើងត្រូវតែដាក់ហ្នឹងហើយដើម្បីជាសម្រាប់សម្គាល់ដូចជាអត្តសញ្ញាណប័ណ្ណអញ្ចឹងបើយើងមានតែខាងក្រៅមានខាងមុខក៏វាមិនអាចធ្វើឲ្យ server យើងចាប់បានដែរពេលខ្លះទៅចូលទៅក្នុង server គេប្រៃអ្នកខ្លះគឺគាត់បានដាក់តែ port អីចឹងទៅដើម្បីទៅដាក់តែ port ទៅសាប់តែណោះចូល server គេបាត់ទៅហ្នឹងហើយអត់ដឹងថា server យើងមិនទេអញ្ចឹងពាក្យថា server address បានថាដូចជាតសញ្ញាណប័ណ្ណអញ្ចឹងវាមានទាំងមុខវាមានទាំងក្រោយអញ្ចឹងបើសិនជាយើងដាក់ខាងមុខហើយយើងកុំភ្លេចដាក់ខាងក្រោយផងឬក៏យើងដាក់ខាងក្រោយហើយយើងកុំភ្លេចដាក់ខាងមុខផងដើម្បីយើងចំណាំព្រោះថាវាយើងយកគ្នាទៅវិញទៅមកកុំឲ្យច្រឡំណាគ្នាយើងអញ្ចឹងបន្តមកយើងត្រូវទៅធ្វើការវាយពាក្យវាយលេខ62កុំច្រឡំ191អញ្ចឹង62 191បន្តមកអ្នកនឹងគាត់នៅការចុចដានទៅអានេះស្អីគេនេះអាហ្នឹងអត់ដឹងទេតែបាច់ចុចទេបាច់ខ្វល់ទេជាងគាត់នៅធ្វើការចុចដានទៅអញ្ចឹងយើងទទួលបាន server មួយដែលមានឈ្មោះថា Loyalty MC Cambodian Network ជា server ប្រភេទ S2P
ដែលដាក់ player រហូតដល់តែ20នាក់ឯណោះតែសាក់ឥឡូវ server យើងគឺ 0 player តែម្ដងអញ្ចឹងអ្នកគ្នាបានឃើញវីដេអូនេះហើយកុំភ្លេចចូលទៅលេងម្នាក់80នាក់ផងដើម្បីឲ្យ server យើងគាំងបន្តមកអ្នកគ្នាគ្រាន់តែធ្វើការចូលមកកន្លែងហ្នឹងមកចុចចូលមកលេងក្នុង server របស់យើងតែម្ដងហើយកន្លែងនេះបើអ្នកទាំងគ្នាចូលដំបូងវានឹងមាន2 cloud ដើម្បីឲ្យអ្នកទាំងអស់គ្នាដាក់លេខកូដអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបន្តិចបើសិនជាអ្នកគ្នាដំបូងវានឹងមាន2 cloud ខាងលើហើយនិង cloud ខាងក្រោមយើងត្រូវតែដាក់ password ឲ្យដូចគ្នាមិនថាអ្នកគ្នាដាក់123 123 123ឬមកក៏អ្នកគ្នាសរសេរលេខខ្លះអក្សរខ្លះក៏បានដែរដូចជា000001អញ្ចឹងខាងក្រោម0001ដូចគ្នាអូខេអញ្ចឹងអ្នកគ្នាត្រូវចំណាំពេលដែលចូលដំបូងគឺអ្នកទាំងគ្នានឹងមាន2 cloud ហើយ2 cloud ហ្នឹងត្រូវដាក់លេខកូដឲ្យបានដូចគ្នាដូច្នេះគឺយើងអាចចូលក្នុង server គឺបានហើយអូខេហើយពេលចូល server អ្នកគ្នាខាំចុចអាខាងនេះជាដាច់ខាតនេះកុំចុចខាងហ្នឹងចុចខាងហ្នឹងគឺអត់បានជោគជ័យទេចុចពាក្យថាដានខាងនេះទើបវាដើរល្អប្រសើរអញ្ចឹងឥឡូវនេះដោយសារតែខ្ញុំបានចូលលេងវាហើយម្ដងហើយបន្តមកពេលដែលអ្នកទាំងអស់គ្នាចេញពី server ហើយអ្នកទាំងអស់គ្នាចូលមកវិញគឺវានឹងឃើញតែមក cloud ដូចខ្ញុំអញ្ចឹងអូខេអញ្ចឹងកន្លែង cloud ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវសរសេរ password របស់អ្នកទាំងអស់គ្នាចូលទៅក្នុងហ្នឹងជា password ដដែលតែយើងសរសេរតែម្ដងទៅបានហើយអូថាឥឡូវយើងដាក់1 2 3អញ្ចឹងដំបូងយើងដាក់1 2 3ខាងក្រោមយើងដាក់1 2 3ដែរអញ្ចឹងដល់ពេលដែលយើងចូលមកថ្មីយើងត្រូវដាក់2 cloud តែបើយើងដាក់ហើយយើងបង្កើតហើយចូលមកម្ដងទៀតយើងដាក់តែមួយ cloud ទេអញ្ចឹងយើងដាក់តែ1 2 3ដដែលទេអូខេអញ្ចឹងចំណាំណាគ្នាយើងអញ្ចឹងកន្លែងនេះខ្ញុំធ្វើការវាយលេខកូដរបស់ខ្ញុំចូលហើយកន្លែងនេះអ្នកនរគ្នាពេលដែលមានបញ្ហានេះកើតឡើងដោយសារតែអ្នកនរគ្នានឹងគឺចំណាយពេលយូរពេកសម្រាប់ការវាយ password អញ្ចឹងកន្លែងនេះហើយអ្នកនរគ្នាតែងតែមានបញ្ហាកន្លែងហ្នឹងអ្នកនរគ្នាត្រូវចាំថាបើអ្នកនរគ្នាចំណាយពេលយូរពេកគឺវានឹងលោតចេញពី server អូតូអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវធ្វើឲ្យដូចគ្នាអូខេអញ្ចឹងបន្តមកយើងធ្វើការចុចម្ដងទៀតមកហើយអ្នកនរគ្នាធ្វើការវាយ password របស់អ្នកទាំងអស់គ្នាខ្ញុំវាយ password របស់ខ្ញុំអ្នកគ្នាវាយ password របស់អ្នកទាំងអស់គ្នាទៅអូខេបន្តមកអ្នកគ្នាធ្វើការចុចដានអាកន្លែង password នេះខ្ញុំសុំបិទដោយសារតែខ្ញុំអត់បិទទេគឺងាប់ខ្ញុំតែម្ដងអញ្ចឹងយើងអាចចូលមកក្នុង server យើងបានហើយអូខេអញ្ចឹងអ្នកគ្នាយល់ហើយពីរបៀបចូលក្នុង server ហើយចំណែកឯរបៀបលេងវិញគឺអ្នកគ្នាសេរីអ្នកគ្នាចង់វាយគ្នាចង់កាប់គ្នាតែបើយល់ល្អខ្ញុំសុំហាមតែមួយទេគឺកុំរ៉េតគ្នាអីដោយសារអីកុំឲ្យបាត់បង់សវនភាពផ្ទះអញ្ចឹងអ្នកគ្នាគាត់ទៅវាយគ្នាធ្វើសង្គ្រាមជាមួយគ្នាទៅគឺវាជាការស្រេចទៅហើយយើងក៏មានច្បាប់តិចតួចដែរគឺយើងលេងបែបសបាយណានេះយើងបាយសបាយឈឿឈៀលអីចឹងទៅកសាងភូមិឬមួយក៏ចង់នៅដាច់ដលៃឯកាម្នាក់ឯងក៏នៅទៅជឿចិត្តយើងចង់ទៅវាយមេបិសាយក៏ទៅវាយទៅមិនទៅសាច់ការងារអីទេហើយយើងសហការគ្នាជាក្រុមឬមួយក៏យើងធ្វើការជួញដូររស៊ីហើយយើងធ្វើការដំណើរសងប្រេងទៅលិចទៅកាត់អូខេចឹងឥឡូវនេះយើងចូលមកដល់ចំណុចថ្មីមួយទៀតចំណែក NPC នៅខាងមុខខ្ញុំនេះគឺមានពាក្យថា AFK ជាកន្លែងដែលឲ្យយើងនឹង AFK ដើម្បីទទួលបាន key អញហ្នឹងហើយកន្លែង AFK នេះអ្នកនេះគឺចុចទៅគឺអ្នកនឹងទៅត្រឡប់ទៅកន្លែង AFK ហើយខ្ញុំសូមប្រាប់ពីកន្លែង AFK នឹងបន្តិចគឺអ្នកនេះគឺត្រូវតែអង្គុយកុំឈរប្រយ័ត្នមានជនខិលខូចជួយយ៉ាងណាមកក៏រុញយើងធ្លាក់ទឹកឆ្លៀវទឹកឡាប់បាត់ហ្នឹងហើយអូខេអញ្ចឹងអ្នកនេះក៏លេចមកឥឡូវយើងធ្វើការមកក្រោយសិនមកអូយរៀងឡែកទៀតនេះយើងដោយសារតែមិនដឹងទេទូរស័ព្ទខ្ញុំដោយសារតែយើងក៏លេចមកខាងនេះមកវានឹងមាន NPC មួយដែលមានឈ្មោះថា Kit Starter ហើយបើខ្ញុំសរសេរអក្សរមិនត្រូវទេបាទសូមកុំសោកយំដោយសារតែខ្ញុំវាមិនសូវចេះអង់គ្លេសទេអញ្ចឹងអ្នកនេះគ្រាន់តែធ្វើការចុចមកកន្លែង Kit Starter នឹងមកអ្នកនេះនឹងទទួលបានអាមមួយឈុតជាមួយនឹងរបស់ប្រើប្រាស់មួយឈុតដូចគ្នាអញ្ចឹងចំណាំណាពេលដែលអ្នកគ្នាចូលមកកុំភ្លេចមក clap Kit Starter នឹងផងកុំឲ្យ zombie ហ្នឹងធ្វើស៊ីយើងអញ្ចឹងទៅអូខេបន្តមកយើងធ្វើការដើរមកមុខបន្តិចមកអូឡែកខ្លាំងមែនតើអញ្ចឹងនៅកន្លែងខាងមុខយើងនេះគឺមាន NPC មួយដែលមានមុខឌឺខ្លាំងមែនតើគឺមានឈ្មោះថា OTP កន្លែងហ្នឹងយើងគ្រាន់តែ click ទៅវានឹង OTP អញ្ចឹងទៅតំបន់ដែលគ្រោះថ្នាក់បំផុតនៅលើលោកហើយយើងដើរមុខបន្តិចមកវានឹងមាន NPC មួយឈរមកមុខយើងថា100 គេហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចុច select លើវាមកនៅក្នុងនេះគឺយើងមានpom villager អីចឹងទៅដើម្បីឲ្យគ្នាយើងដោះដូរគ្នាហើយពាក់ព័ន្ធជាមួយនឹង emerald អីចឹងណានឹងមាន NHS ដែរ NHS នៅក្នុង server របស់យើងគឺបើកអត់កើតទេ
តែយើងគ្នាយើងទិញហើយយកទៅបើកក្រៅគឺវាកើតអញ្ចឹងបន្តពីកន្លែងហ្នឹងហើយកន្លែងឆ្វេងហើយនឹងស្ដាំនេះខ្ញុំអត់ដឹងទេហ្នឹងហើយខ្ញុំមិនដឹងទេអញ្ចឹងអ្នកនរគ្នាបើចង់ដឹងអ្នកគ្នាគឺចូលមកក្នុង server ដើម្បីលេងមកអញ្ចឹងអូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញយ៉ាក់ក្នុងឆែបអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកគ្នានឹងជួបខ្ញុំតែម្ដងណាចាបាយបាយអូម៉ែថ្លៃហើយសូមប៊ីខាំហើយជួយអង្គ